សូមជូនរឿងវាសនាផ្កាសុមនីភាគទី8ដែលជាភាគបញ្ចប់ថ្ងៃទៅដើរលេងអធិការកក្កដាក៏ទៅជាមួយព្រោះរញ្ញាបបួលលោកមកជាអធិការវ័យក្មេងទើបតែមានអាយុ28ឆ្នាំទេរូបរាងស្រស់សង្ហាតែមិនទាន់មានប្រពន្ធឡើយលោកជាក្មេងកំព្រាត្រូវសំឡាញ់លោកឆាយាយកមកចិញ្ចឹមទើបលោកអាចមានឱកាសរៀនសូត្របានពេលទៅដល់កន្លែងទឹកធ្លាក់គ្រប់គ្នារីករាយជាមួយធម្មជាតិនិងសំឡេងទឹកធ្លាក់ឮសូររងំពេញអារម្មណ៍ស្ថិតក្នុងវ័យប្រហាក់ប្រហែលគ្នារញ្ញានិត្តាសុមនីមេត្តាសិតតែស្រស់ស្អាតក្នុងឈុតនារីជនជាតិអមរិតពេលដែលឃើញសុមនីតែងកាយបែបនេះអ្នកហាក់ភ្លឹកពេលឃើញសុមនីឈរញញឹមឲ្យអរុណថនអរុណនិងតុលាសរសើររូបសម្រស់កញ្ញាទាំង4ថាមានរូបសម្រស់ស្រស់ស្អាតផ្សេងគ្នាអរុណនេះក៏ដូចចិត្តទៀតក៏ហៅអមរិតឲ្យទៅថតរូបជាមួយនឹងសុមនីនិត្តាខ្លាញ់នឹងសុមនីជាខ្លាំងក៏យកកែងដៃរុញសុមនីឲ្យដួលតែសំណាងល្អបានរត់ស្ទុះទៅត្រកងមិនឲ្យស្រីដួលមេត្តាក៏សោកចំអកនិត្តាដែលធ្វើអ្វីលើសុមនីមិនបានតែក៏ភ្លេចខ្លួនឈានជើងដើរក៏រអិលដួលក្រាបមកលើទ្រូងអធិការកំឡោះសាច់ប៉ះសាច់ភ្នែកទល់ភ្នែកក្នុងវ័យ16ឆ្នាំស្រីមិនធ្លាប់នៅក្បែរនឹងចិត្តស្និទ្ធជាមួយបរិសណាម្នាក់ឡើយបេះដូងលោកអធិការរុកសង្ហាដែលមិនដែលខ្វាយខ្វល់នឹងស្រីណាហើយអ្វីពេលនេះវាលោតខ្លាំងយ៉ាងនេះមេត្តាប្រញាប់ក្រោកចេញពីទ្រូងកក្កដាទាំងទឹកមុខឡើងក្រហមហើយដើរចេញទាំងមិនហ៊ាននិយាយអ្វីមួយម៉ាត់ជាមួយប្រុសសូម្បីតែមើលមុខកក្កដាចំក៏លែងហ៊ានសុមនីសួរអមរិតថាតើបងពេលណាលេងខ្ញុំទៅបង្រិតខ្ញុំចង់ទៅផ្លាស់ខោអាវហើយអរុណក៏ស្រែកដាក់អមរិតទៀតថាណែបង្រិតពេលណាបងឯងលេងប្អូនសុមនីទៅរិតតបបងគិតថាបើបងលេងសុមនីទៅសុមនីអាចនឹងដួលម្ដងទៀតនឹងណាសុមនីនិយាយអរគុណហើយប៉ុន្តែបងឆាប់លេងខ្ញុំទៅរិតក៏ប្រឡែងសុមនីឲ្យទៅសុមនីទៅផ្លាស់ខោអាវរួចក៏មកជួបអ្នកគ្រប់គ្នាញ៉ាំអាហារថ្ងៃត្រង់រញ្ញាចាប់ម្ហូបឲ្យរាយុទ្ធតែបែរជារាយុទ្ធយកម្ហូបនោះទៅឲ្យនិត្តាទៅវិញដោយទឹកមុខមាំហើយមិនខ្វាយខ្វល់ពីអារម្មណ៍រញ្ញាឡើយតុលាឃើញបែបនេះក៏ចាប់ម្ហូបដួសឲ្យរញ្ញាសុមនីនិងមេត្តាអរុណយកកាមេរ៉ាដែលបានថតរូបភាពមកមើលមួយសន្ទុះក្រោយមកអ្នកក៏នៅស្ងៀមលែងនិយាយអ្វីទាំងអស់អាកាសធាតុត្រជាក់ពួកគេប្រមាណអ្នកក៏គេងលង់លក់បាត់ទៅនៅសល់តែរញ្ញាមកអង្គុយនៅមាត់ទឹកដកដង្ហើមធំតែម្នាក់ឯងសុមនីឃើញរញ្ញានៅតែម្នាក់ឯងបែបនេះក៏ដើរមកអង្គុយក្បែរហើយសួរនាំរញ្ញាបងរញ្ញាបងឯងកើតអីទៅមកអង្គុយតែម្នាក់ឯងរញ្ញានិយាយបងមិនកើតអីទេសុមនីក៏និយាយត្រង់ថានិងបងកំពុងអង្គុយគិតពីបងរាយុទ្ធមែនទេនេះបងស្រឡាញ់គាត់មែនទេរញ្ញាភ្ញាក់ផ្អើលនឹងសំណួររបស់សុមនីតែក៏មិនឆ្លើយអរុណដែលនៅពីក្រោយបានស្ដាប់
អ្នកទាំងពីរនិយាយគ្នាក៏ដើរចេញមកហើយនិយាយបងគិតថាប្អូនគួរតែនិយាយតាមត្រង់ទៅហើយរកវិធីសួរនាំរយុទ្ធទៅព្រោះរយុទ្ធក៏ហាក់ដូចជាស្រឡាញ់ប្អូនដែររញ្ញានិយាយម៉េចបងដឹងសុំនីបន្តពីក្រោយថាមែនហើយម៉េចក៏បងដឹងបងអរុនក៏ទាញកាមេរ៉ាឲ្យសុមនីនិងរញ្ញាមើលគ្រប់រូបថតដែលគេបានថតគឺរយុទ្ធតែងតែលួចសម្លឹងមើលរញ្ញាតែរហូតល្ងាចឡើងគ្រប់គ្នាក៏ទៅផ្ទះតែឡានរញ្ញាក៏ខូចអរុនប្រាប់ឲ្យរយុទ្ធជួយជូនរញ្ញាទៅផ្ទះតែរយុទ្ធប្រកែកសុមនីនិយាយឡានបងឯងនៅទំនេរហើយផ្ទះបងនិងផ្ទះបងរញ្ញាក៏ផ្លូវទៅជាមួយគ្នានឹងអមរិតនិយាយបន្ថែមមែនហើយយុទ្ធឯងជួយជូនរញ្ញាទៅបន្តិចទៅរយុទ្ធមិនអស់ចិត្តក៏សួរលោកអធិការកក្កដាតែកក្កដាឆ្លើយថាខ្ញុំត្រូវទៅសាលាស្រុកទៀតមិនអាចជួយជូនអ្នកនាងរញ្ញាទៅផ្ទះបានទេចុងក្រោយរាយុទ្ធជៀសមិនផុតក៏ជូនរញ្ញាទៅផ្ទះគ្រប់គ្នាក៏បំបែកគ្នាទៅរៀងខ្លួននៅក្នុងឡានអរុននិងសុមនីទះដៃជាសញ្ញាថាផែនការរបស់គេគឺបានសម្រេចហើយអមរិតចាប់ផ្ដើមមិនសប្បាយចិត្តហើយនៅស្ងៀមមិននិយាយអ្វីទាំងអស់នៅតាមផ្លូវរញ្ញាប្រាប់ឲ្យរយុទ្ធឈប់នៅសួនច្បារមួយកន្លែងរញ្ញាក៏ចុះពីឡានទៅអង្គុយលើបង់ក្នុងសួនច្បារយ៉ាងយូររយុទ្ធឃើញបែបនេះក៏សួររញ្ញាថាតើពេលណាទៅផ្ទះរញ្ញាមិននិយាយនៅអង្គុយស្ងៀមធ្វើប្រងើយរយុទ្ធក៏ដើរមកឈរទល់មុខហើយសួររញ្ញាម្ដងទៀតថាតើពេលណានាងទៅផ្ទះរញ្ញាមិនឆ្លើយបែរជាមកសួររយុទ្ធវិញថាហេតុអ្វីបានជាបងចេះតែកិច្ចមុខខ្ញុំអញ្ចឹងរយុទ្ធមិនតបហើយក៏ដើរចាក់ចេញមករកឡានវិញរញ្ញាក៏ស្រែកឮថាបងកុំទាន់ទៅណាបងឆាប់ឆ្លើយសំណួរខ្ញុំសិនបងរយុទ្ធតើបងដឹងទេថាគ្រប់ពេលដែលបងធ្វើបែបនេះខ្ញុំពិតជាឈឺចាប់ណាស់ខ្ញុំស្រឡាញ់បងឮទេថាខ្ញុំស្រឡាញ់បងយុទ្ធពេលយុទ្ធបានឮហើយយុទ្ធក៏ភ្ញាក់ផ្អើលនឹងសម្ដីចុងក្រោយប៉ុន្មានម៉ាត់ដែលរញ្ញានិយាយហើយអ្នកក៏សួររញ្ញាដដែលថាតើនាងទៅផ្ទះបាននៅពេលនេះហើយក៏មកទាញដៃរញ្ញាឲ្យចូលក្នុងឡានតែរញ្ញាក៏ក្រវិះដៃរយុទ្ធចេញហើយសួរសំណួរដដែលមិនឈប់ចុងក្រោយរយុទ្ធក៏សារភាពថាខ្ញុំស្រឡាញ់នាងបាននៅពេញចិត្តនៅថាខ្ញុំស្រឡាញ់នាងចោះរឿងដែលបងចូលចិត្តកិច្ចមុខពីខ្ញុំតើដោយសាររឿងហេតុអ្វីតើនាងនៅចាំរឿងហេតុនេះទេការនៅពីក្មេងនោះហើយដែលខ្ញុំចេះតែកិច្ចមុខពីនាងរញ្ញានឹកឃើញរឿងការនៅពីក្មេងធ្វើឲ្យនាងអស់សំណើចហើយក៏ថាឲ្យរយុទ្ធថាបងឯងជាប្រុសមាត់រឹងហើយក៏ជាប្រុសដែលប៉ិនអៀនខ្មាស់ណាស់ដែរនេះរឿងការនៅក្មេងខ្ញុំភ្លេចអស់ហើយនឹងនៅរំលឹកទៀតរយុទ្ធក៏ចាប់ទាញរញ្ញាយកមកអោបយ៉ាងណែនរញ្ញានៅពេលនេះ
មានអារម្មណ៍រីករាយនិងកក់ក្ដៅជាខ្លាំងតកែសេងនៅស្នាក់នៅអគារកម្មករដែលនៅក្រោយគេតកែសេងមកធ្វើការក្នុងចម្ការព្រោះមិនចង់ឲ្យមាននរណាសង្ស័យអ្នកឡើយអ្នកខិតខំធ្វើការដោយកម្មករឯទៀតស្នាឃើញថាតកែសេងជាកម្មករមកថ្មីក៏មកសួរនាំពូឈ្មោះពូសុកមែនទេនឹងហើយពូមកពីណាអូពូមកពីកំពង់ចាមមករកការងារនៅមណ្ឌលគិរីនេះធ្វើសំណាងល្អហើយបានអ្នកស្រីម៉ូឡៃគាត់ជួបពូតាមផ្លូវហើយក៏អនុញ្ញាតឲ្យពូមកធ្វើការនៅទីនេះស្នានិយាយអូអញ្ចឹងទេអីពូខ្ញុំស្មានតែពូមានបងប្អូនក្នុងចម្ការនេះទើបមកសួរនាំចុះកូនប្រពន្ធពូអត់មកធ្វើការជាមួយពូទេអីតកែសេងនិយាយអូពូពោះម៉ាយពូគ្មានប្រពន្ធកូនទេតុលាស្រែកហៅស្នាពីចម្ងាយឲ្យគេទៅយកជីជាមួយកម្មករ2នាក់ទៀតស្នាក៏លាតកែសេងទៅយកជីជាមួយកម្មករពូខ្ញុំលាទៅហើយថ្ងៃក្រោយខ្ញុំនឹងមកនិយាយលេងជាមួយពូទៀតតកែសេងអូមួយទៅចាស់តកែសេងក៏បន្តលាក់ខ្លួនក្នុងចម្ការនេះបានជាងកន្លះខែពេលយប់តកែសេងក៏លួចមកជួបនឹងអ្នកស្រីម៉ូឡៃតកែសេងដើរកាត់បន្ទប់ធ្វើការរបស់លោកតាវងក៏ឮការសន្ទនារបស់លោកតាវងនិងអមរិតនិយាយលោកតាលោកប៉ាឲ្យខ្ញុំលាក់បាំងរឿងសុមនីដែលជាចៅលោកយាយភួងដល់ពេលណាហើយចៅមិនយល់សោះលោកតាវងនិយាយចៅកុំចង់ដឹងអីប៉ាចៅលាក់បាំងដូចជាចៅដឹងស្រាប់តែលោកតាចៅមិនយល់សោះហេតុអ្វីបានជាគាត់ប្រគល់សុមនីឲ្យចៅទៅវិញទាំងដឹងថាចៅស្អប់នាងខ្លាំងណាស់រឿងនេះតាក៏មិនយល់ដែរហើយយប់ណាស់ហើយចៅឯងឆាប់ទៅសម្រាកទៅសុមនីនាងនៅតែម្នាក់ឯងទេនាងច្បាស់ជាភ័យខ្លាចខ្លាំងណាស់ហើយលោកតាវងក៏ដើរទៅសម្រាកអមរិតក៏ត្រឡប់ទៅផ្ទះជ្រៅវិញអ្នកស្រីម៉ូឡៃនៅឈរចាំតកែសេងយ៉ាងយូរពេលតកែសេងមកដល់អ្នកស្រីក៏និយាយនាងលោកឲ្យខ្ញុំមកជួបមានរឿងអីគឺរឿងលុយនឹងណាអ្នកស្រីខ្ញុំអត់លុយចាយទេខ្ញុំចង់សុំលុយអ្នកស្រីចាយខ្លះអ្នកស្រីម៉ូឡៃនិយាយហើយសើចហេលោកចង់បានលុយយកលុយទៅចាយមែនទេខ្ញុំផ្ដល់បាយផ្ដល់ទឹកផ្ដល់កន្លែងស្នាក់នៅហើយលោកនៅចង់បានលុយខ្ញុំទៀតវាមិនហួសហេតុពេកទេអីមិនហួសហេតុទេព្រោះបើអ្នកស្រីមិនឲ្យលុយខ្ញុំទេខ្ញុំនឹងប្រាប់លោកអមរិតថាអ្នកដែលសម្លាប់គូដណ្ដឹងគេគឺជានរណាគឺច្បាស់ហើយគឺអ្នកស្រីនិងកូនស្រីអ្នកស្រីនឹងណាដែលជាអ្នកសម្លាប់មិនមែនជាសុមនីទេអូមែនហើយអំបញ្ញមិញខ្ញុំដើរកាត់បន្ទប់លោកតាវងនេះឮគាត់និយាយជាមួយនឹងអមរិតឮនិយាយពីរឿងសុមនីហើយនិយាយដល់រឿងឈ្មោះលោកយាយម្នាក់ដែលឈ្មោះថាជាលោកយាយភួងថាលោកយាយភួងនេះគឺជាលោកយាយរបស់សុមនីហ
ហើយលោកសវណ្ណចង់ឲ្យអមរិតរៀបការជាមួយនឹងសុមនីទៀតផងអ្នកស្រីមឡាយនិយាយនាងថាម៉េចមុនដំបូងអ្នកស្រីគិតថាឈ្មោះមនុស្សមានច្រើនហើយធម្មតាទេដែលមានឈ្មោះដូចគ្នាតែពេលមកដល់វគ្គដែលលោកសវណ្ណចង់ឲ្យសុមនីរៀបការជាមួយនឹងអមរិតអ្នកស្រីក៏ខឹងនិងសង្ស័យលើសុមនីថាតើនាងជានរណាឲ្យពិតប្រាកដអមរិតមិននៅស្នាមិនមកសុមនីនៅផ្ទះឈើតែម្នាក់ឯងលោកស្រីម៉ូឡៃនិងថកែសេងក៏ទៅចាប់សុមនីយកមកដាក់ក្នុងផ្ទះបែកបាក់មួយកន្លែងដែលនៅឆ្ងាយពីចំការនាងឯងឆាប់និយាយការពិតមកតើឪពុកម្ដាយនាងឯងឈ្មោះអីហើយយាយនាងឯងឈ្មោះអីនាងឆាប់ឆ្លើយមកឆាប់ប្រាប់ការពិតដល់យើងមកបើមិនអញ្ចឹងនាងច្បាស់ជាស្លាប់នាងឃើញទេនេះកំបិនអ្នកស្រីម៉ូឡៃយកកំបិតដ៏មុតស្រួចបង្ហាញឲ្យសុមនីបានឃើញហើយក៏ចាប់បោចសក់និងយកកំបិតមកដាក់នៅលើមុខសុមនីភ័យខ្លាចខ្លាំងណាស់ក៏ព្រមនិយាយការពិតពេលដឹងការពិតអ្នកស្រីខឹងសុមនីខ្លាំងណាស់តែក៏មិនទាន់សម្លាប់សុមនីនៅពេលនេះដែរហើយក៏គំរាមមិនឲ្យសុមនីយកហេតុការណ៍ក្នុងថ្ងៃនេះទៅប្រាប់នរណាឡើយសុមនីភ័យខ្លាចគេងមមាយនិយាយទាំងអារម្មណ៍ភ័យខ្លាចចេញមករឹតពេលបានលឺហើយក៏ដាស់សុមនីឲ្យភ្ញាក់រួចសួរនាំសុមនីអមរិតនិយាយសុមនីក្រោកឡើងសុមនីក្រោកឡើងសុមនីភ័យខ្លាចហើយអមរិតសួរនាំតើនរណាធ្វើបាបនាងមែនទេសុមនីឆ្លើយថាអត់ទេអត់មានអ្នកណាធ្វើបាបខ្ញុំទេរិទ្ធក៏និយាយចំឈ្មោះតើមីងម៉ូឡៃមែនទេសុមនីគ្រាន់តែឮឈ្មោះអ្នកស្រីម៉ូឡៃភ្លាមសុមនីរត់ពួននៅក្រោយវាំងននខ្លួនញ័រដោយកូនសัตว์អមរិតចូលជីកសួរនាំដដែលរហូតសុមនីនិយាយការពិតចេញមកថាអ្នកស្រីម៉ូឡៃគាត់បានឲ្យពូសុកកម្មករថ្មីចាប់នាងយកទៅផ្ទះបាក់បែកមួយហើយឲ្យនាងនិយាយការពិតដោយយកកំបិតមកគំរាមសួរនាំឈ្មោះឪពុកម្ដាយនិងឈ្មោះលោកយាយនាងទៀតផងបើនាងមិននិយាយនាងនឹងប្រកាសជាត្រូវអ្នកស្រីសម្លាប់មិនខានខ្ញុំប្រាប់ការពិតទៅគាត់ហើយគាត់ហាមមិនឲ្យខ្ញុំនិយាយរឿងនេះប្រាប់ទៅនរណាទេបើខ្ញុំនិយាយគាត់ច្បាស់ជាសម្លាប់ខ្ញុំមិនខានទេហើយគាត់ហៅពូសុកថាជាថកែសេងទៀតផងតើថកែសេងជានរណាហេតុអីបានជាគាត់នៅក្នុងចំការនីងបងរិទ្ធពេលឮឈ្មោះថកែសេងក៏ភ្ញាក់ផ្អើលជាខ្លាំងនឹកស្មានមិនដល់ថាអ្នកស្រីវឡៃយកចោលមកចូលផ្ទះបែបនេះសោះលោកសវណ្ណអ្នកស្រីម៉ាលីមេតាអរុណមកផ្ទះចំការដោយលោកតាវងហៅពួកគេនិងសមាជិកក្នុងផ្ទះមកនិយាយរឿងរៀបការអមរិតនិងសុមនី
អ្នកស្រីម៉ូឡៃនិយាយអ៊ំគិតចង់ឲ្យក្មួយអមរិតនេះរៀបការជាមួយនឹងស្រីឈួតនេះមែនទេលោកតាវងនិយាយមែនហើយអ្នកស្រីម៉ូឡៃបន្តទៀតថាតែនាងជាធាតុករសម្រាប់ក្មួយរ៉ានីណានីតាបន្ថែមថាមែនហើយលោកតារិទ្ធតែខ្ញុំស្រឡាញ់នាងខ្ញុំចង់រៀបការជាមួយនឹងនាងលោកសុជាតិនិយាយអូនកុំរារាំងគេអីក្មួយអមរិតចង់រៀបការជាមួយនរណាគឺជាសិទ្ធិរបស់គេរាយុទ្ធនិយាយរឿងដល់ធាតុករសម្រាប់ប្អូនរ៉ានីមែនទេពេលនេះលោកអធិការកក្កដាចាប់ជនសង្ស័យមក2នាក់ហើយម្នាក់ឈ្មោះអាបូនិងម្នាក់ទៀតឈ្មោះអាជាលោកអធិការមកដល់ល្មមលោកអធិការកក្កដាបាននាំប៉ូលីសនិងជនសង្ស័យ2នាក់មកផ្ទះចំការលោកអធិការកក្កដាសម្លឹងមើលមុខអ្នកស្រីម៉ាលីដោយការត្រេកអរតែលោកសុជាតិបាននិយាយសួរនាំកាត់លោកអធិការហេតុអ្វីទៅនាំជនល្មើសមកផ្ទះខ្ញុំទៅវិញអញ្ចឹងលោកអ្នកស្រីម៉ូឡៃនិងនីតាចាប់ផ្ដើមភ័យខ្លាចហើយនៅមិនសុខលោកអធិការឆ្លើយបានគឺខ្ញុំនាំពួកគេមកចង្អុលមុខជនសង្ស័យដែលបញ្ជាឲ្យពួកគេទៅសម្លាប់អ្នកនាងរ៉ានីតុលានិងស្នាដើរមកហើយចាប់បរោះម្នាក់មកជាមួយដែរហើយក៏ប្រគល់ឲ្យប៉ូលីសព្រោះថាបរោះម្នាក់នោះគឺជាថកែសេងជនល្មើសទាំង3ក៏ចង្អុលមុខអ្នកណែជួគេឲ្យទៅសម្លាប់អ្នកនាងរ៉ានីតាមបញ្ជារបស់ប៉ូលីសនោះគឺអ្នកស្រីម៉ូឡៃនិងអ្នកនាងនីតាដែលបានបញ្ជាខ្ញុំឲ្យទៅសម្លាប់អ្នកនាងរ៉ានីហើយទម្លាក់កំហុសលើសុមនីអត់ទេមិនពិតពួកវាទម្លាក់កំហុសលើខ្ញុំទេលោកប៉ូលីសតកែសេងនិយាយបន្ថែមទៀតថាអ្នកស្រីម៉ូឡៃនេះគាត់ធ្លាប់បញ្ជាគូកនខ្ញុំម្នាក់ឲ្យទៅសម្លាប់ស្ត្រីម្នាក់ឈ្មោះបុប្ផារួមទាំងប្តីហើយនឹងកូនគេទៀតប៉ុន្តែមិត្តភក្តិខ្ញុំសម្លាប់បានតែ2នាក់ប្តីប្រពន្ធទេប៉ូលីសក៏មកទាន់ក៏បានបាញ់វាស្លាប់ទៅលោកសុជាតិនាងអូនហ៊ានសម្លាប់បុប្ផាទៀតមែនទេហេតុអ្វីទៅមែនខ្ញុំសម្លាប់វានិងប្តីវាមែនព្រោះវាមានកូនជាមួយនឹងបងខ្ញុំបានដឹងថាបងនៅតែស្រឡាញ់វាហើយក៏ដឹងថាបងនៅតែលួចទៅជួបវារហូតខ្ញុំទ្រាំមិនបានទេទើបខ្ញុំបញ្ជាគេឲ្យទៅសម្លាប់វាផ្ដាច់ពូជហើយខ្ញុំក៏បានសម្លាប់អ្នកបងឆដាដែរគឺដោយអចេតនាទេលោកសវណ្ណអូនឆដាស្លាប់មិនមែនធ្លាក់មកពីកម្មចិន្តាដោយខ្លួនឯងទេមែនទេគឺនាងហេតុអ្វីបានជានាងសាហាវម្លេះពេលនោះខ្ញុំនិយាយទូរស័ព្ទជាមួយអ្នកដែលខ្ញុំជួទៅសម្លាប់បុប្ផាតែបងឆូដាគាត់ស្ដាប់ឮហើយគាត់ចង់យករឿងនេះមកប្រាប់អ៊ំប្រុសទើបខ្ញុំសម្រេចចិត្ត
ច្រើនគាត់ទម្លាក់លោកសុជាតិចិត្តអូនសាហាវម្ល៉េះសាហាវជាងការគិតរបស់ខ្ញុំឆ្ងាយណាស់លោកប៉ូលីសឆាប់ចាប់ស្រីម្នាក់នេះទៅចោះនេតាមិនព្រមឲ្យប៉ូលីសចាប់នាងទេក៏ទាញកំភ្លើងពីប៉ូលីសហើយរត់ចេញដើម្បីមិនឲ្យប៉ូលីសចាប់នាងបានតែដោយប៉ូលីសនិងកម្មករច្រើនពេកចុងក្រោយនាងក៏គ្មានផ្លូវរត់ក៏កាន់កំភ្លើងច្រឡចុះច្រឡឡើងចុងក្រោយក៏បានបាញ់ចេញមួយគ្រាប់ទៅចំសុមនីនាងភ័យខ្លាំងពេកក៏ធ្វើឲ្យកំភ្លើងរបូតពីដៃហើយប៉ូលីសក៏ចូលចាប់នាងបាននៅនឹងកន្លែងសុមនីរបួសធ្ងន់ណាស់ត្រូវការឈាមជាបន្ទាន់លោកតាវងនិងលោកសវណ្ណក៏ប្រាប់ការពិតថាសុមនីជាកូនលោកសុជាតិនិងបុប្ផាលោកសុជាតិភ្ញាក់ផ្អើលតែក៏ត្រេកអរដែលគាត់អាចជួបមុខកូនស្រីគាត់បានលោកកក្កដាក៏មកមន្ទីរពេទ្យសួរនាំពីអាការៈសុមនីហើយក៏មករកលោកស្រីម៉ូលីដែរលោកសង្ស័យថាគាត់ជាបងស្រីបង្កើតរបស់លោកអ្នកស្រីម៉ូលីពិតជាបងស្រីបង្កើតរបស់លោកមែនប្អូនប្រុសបងខំតាមរកឯងអស់រយៈពេលយ៉ាងយូរបងសែនបារម្ភនិងនឹករលឹកឯងខ្លាំងណាស់ខ្ញុំក៏ដូចគ្នាពេលដែលខ្ញុំមកផ្ទះចំការចាប់ខ្លួនអ្នកស្រីម៉ូឡៃនិងនីតាខ្ញុំដឹងថាប្រកាសជាបងតែស្ដាយណាស់លើកមុនដែលខ្ញុំចូលមកចំការនេះលើកដំបូងខ្ញុំមិនបានឃើញបងស្រីតែក៏សំណាងល្អដែលខ្ញុំអាចរកបងឃើញមេតាភ្ញាក់ផ្អើលជាខ្លាំងដែលមនុស្សប្រុសដែលនាងកំពុងលួចស្រឡាញ់បែរត្រូវជាពូបង្កើតនាងទៅវិញកក្កដាក៏ដូចគ្នាតែយ៉ាងណាអ្នកទាំងពីរមិនទាន់ស៊ីជម្រៅនឹងគ្នាអ្វីឡើយគ្រាន់តែលួចស្រឡាញ់គ្នាទៅវិញទៅមកទេលោកគ្រូពេទ្យចេញមកហើយនិយាយប្រាប់អ្នកទាំងអស់គ្នាថាអ្នកជំងឺបានផុតពីគ្រោះថ្នាក់ហើយអមរិតសែនសប្បាយចិត្តនឹងត្រេកអរជាខ្លាំងសុមនីនិងអមរិតក៏រៀបការនឹងគ្នាហើយក៏ផ្លាស់ទៅរស់នៅឯផ្ទះជនជាតិភាគតិចអមរិតធ្វើជាគ្រូពេទ្យប្រចាំការនៅទីនោះពេលល្ងាចអមរិតនិងសុមនីអង្គុយមើលថ្ងៃលិចតាមរានហានៅមុខផ្ទះសុមនីក៏សួរអមរិតថាតើបងស្រឡាញ់អូនទេអមរិតចុះអូនស្រឡាញ់បងទេសុមនីឆ្លើយគឺអូនស្រឡាញ់អមរិតក៏សួរទៀតថាតើស្រឡាញ់បងតាំងពីពេលណាសុមនីឆ្លើយថាគឺលើកដំបូងដែលបងបានមកជួយអូននិងលោកយាយនឹងណាអូនក៏ស្រឡាញ់បងអេតែមុននេះអូនសួរបងតាឥឡូវបងឆាប់ឆ្លើយមកតើបងស្រឡាញ់អូនទេអត់ទេសុមនីអន់ចិត្តហើយនិយាយត្រង់ថាអូនដឹងថាអ្នកដែលបងស្រឡាញ់គឺអ្នកបងរ៉ានីហើយគ្មានស្រីណាដែលអាចជំនួសគាត់បានទេហើយសុមនីក៏ក្រោកដើរចេញហើយរិទ្ធក៏ញញឹមដើរតាមពីក្រោយសុមនីក៏ឈរនៅមើលថ្ងៃលិចអមរិតក៏អោបសុមនីពីក្រោយហើយនិយាយអត់ទេបងមិនដឹងថាបងស្រឡាញ់អូនតាំងពីពេលណាមកទេហើយបងក៏មិនអាចឈប់ស្រឡាញ់អូនបានដែរសុមនីឮហើយក៏សែនត្រេកអរញញឹមទាំងទឹកភ្នែក
មកកាន់អម្រិតក៏ញញឹមហើយថើបថ្ងាសសុមនីថ្នមហើយសាច់រឿងក៏បានឆ្លេះត្រឹមហ្នឹងសូមថ្លែងអំណរគុណផងប្រិយមិត្តហើយរឿងក្រោយគឺមានចំណងជើងថាសន្សើមស្នេហ៍រដូវក្តៅនិពន្ធឲ្យបាក់សីខៀវចាសង្ឃឹមថារឿងក្រោយនឹងមានប្រិយមិត្តគាំទ្រខ្ញុំច្រើនទៀតណាអញ្ចឹងហើយខ្ញុំសូមអរគុណសូមជម្រាបលា